ខ្ញុំអោយអាការលបងច្រើនដងហើយប៉ុន្តែលបងមិនដែលប្រសពដឹកខ្ញុំឃើញទេថាលបងត្រូវការខ្ញុំគិតមករហូតថាទៅធ្វើល្អដែលខ្ញុំធ្វើថ្ងៃណាមួយលបងនឹងមកស្រឡាញ់ខ្ញុំតែវាមិនមែនទេបើលបងជឿខ្ញុំពេលនេះលបងជឿទេបានហើយខ្ញុំជឿមកគ្រប់គ្រាន់ហើយបានដំណឹងមកថានាងចង់ទៅរៀនដេបបន្ថែមអីនាងចង់ទៅរៀនដេបបន្ថែមឬមកតានាងចង់កិច្ចពីរឿងអាម៉ាដែលកូនកំឡោះរត់ចូលរោងការទៅយើងត្រូវមកយូរហើយថ្ងៃនេះយើងសម្រាប់ចុះរឿងតែតបនាងមិនសិតជំនាញតែយើងជំនាញអូយនេះយើងគុំនឹងឯងយូរហើយថ្ងៃនេះយើងនឹងដាក់ឲ្យនាងឯងដឹងដែរម្ដងរឿងដែលបានកាត់ឡើងខ្ញុំដឹងថានាងខុសចិត្តតែវាមិនមែនជាកំហុសរបស់ខ្ញុំទេចានាងមិនដែលខុសទេនាងកំពុងតែយកច្រឡំហើយខ្ញុំសល់ពេល7ថ្ងៃទៀតមុននឹងខ្ញុំទៅក្រុងអង្គរនាងចង់ធ្វើអីក៏ធ្វើទៅខ្ញុំនឹងធ្វើឲ្យអ្នកគ្រប់គ្នាបានដឹងថានាងនោះពុះប៉ុណ្ណាខ្ញុំមិនឲ្យអ្នកណាមកលៀបពោះឲ្យខ្ញុំទេក្មួយចម្ពូនេះក្មួយមិនខ្ញុំមិនអីទេលោកអ៊ំវាមិនមែនជាលើកទី1ដែលខ្ញុំខកចិត្តទេកន្លងមកខ្ញុំខកចិត្តម្ដងហើយម្ដងទៀតបេះដូងខ្ញុំពេលនេះវាលែងមានឈាមឲ្យលើកជំទាវអ៊ំអ៊ំសំទោសដែលធ្វើឲ្យរឿងទាំងនេះវាកាត់ឡើងលោកអ៊ំមិនបាច់សំទោសទេវាមិនមែនជាកំហុសរបស់លោកអ៊ំឡើយហើយក៏មិនមែនជាកំហុសរបស់អ្នកណាទាំងអស់ក្មួយមួយនេះគឺក្មួយមកលាលោកអ៊ំក្មួយគិតចង់តាណាក្មួយត្រៀមដេប៉ានឹងកិច្ចការផ្ទះបន្ថែមជាមួយនឹងលោកជំទាវធំម្យ៉ាងទៀតលោកពុកអ្នកម៉ែក៏មានផ្ទះនៅទីនោះក្មួយមិនត្រឹមតែទៅរៀនទេលោកជំទាវអ៊ំក្មួយអាចនឹងទៅនៅទីនោះរហូតលោកអ៊ំថែសុខភាពផងពេលក្មួយទំនេរក្មួយនឹងមកលេងជំរាបលាលោកជំទាវអ៊ំឆាប់សិនចម្ពូនេះអូនទៅពឹកមែនណាអូនមកផ្ដល់ការបងស្វ័យតែម្ដងណាខ្ញុំអោយអាការលបងច្រើនដងហើយប៉ុន្តែលបងមិនដែលប្រសពដឹកខ្ញុំឃើញទេថាលបងត្រូវការខ្ញុំគិតមករហូតថាទៅធ្វើល្អដែលខ្ញុំធ្វើថ្ងៃណាមួយលបងនឹងមកស្រឡាញ់ខ្ញុំតែវាមិនមែនទេលបងមិនគួរមកសុំឱកាសពីខ្ញុំទេព្រោះលបងបានធ្វើឲ្យបាត់ឱកាសម្ដងហើយម្ដងទៀតពេលនេះមិនថាបងនិយាយអីអូនក៏មិនជឿបងដែរបើលបងជឿខ្ញុំពេលនេះលបងជឿទេបានហើយខ្ញុំឈឺមកគ្រប់គ្រាន់ហើយលោកបងកុំចង់ឲ្យខ្ញុំឈឺជាងនេះអីពេលនេះរឿងកូនកំឡោះរត់ចូលរោងការត្រូវគេយកទៅនិយាយពេញភូមិបងសុំទោសបងមិនអាចនិយាយពាក្យផ្សេងក្រៅពីពាក្យសុំទោសទេពេលនេះទោះបងសុំទោស1លានដងគ្រប់យ៉ាងក៏មិនអាចទៅដូចដើមវិញដែរលោកបងកុំទៅអីណាថ្ងៃនេះជាថ្ងៃមង្គលការរបស់ពួកយើងបើលោកបងងើបទៅបាច់ជាខូចពលាជាមិនខានទេបងចាំបាច់ត្រូវទៅបងលីកូនលីបានដំណឹងមកថានាងចង់ទៅរៀនដេប៉ាបន្ថែមអីនាងចង់ទៅរៀនដេប៉ាបន្ថែមឬមកតានាងចង់កិច្ចពីរឿងអាម៉ាដែលកូនកំឡោះរត់ចូលរោងការទៅយើងប្រាប់នាងច្រើនដងហើយភ្លើងស្នេហ៍វាមិនទាន់រលត់ភ្លើងស្នេហ៍ចាស់ណាអាចចាប់បានគ្រប់ពេលនេះយ៉ាងម៉េចទៅយើងទើបមិនស្ដាប់ត្រូវកូនកំឡោះរត់ចូលរោងការយើងត្រូវមកយូរហើយថ្ងៃនេះយើងសម្រាប់ចុះឯណាពេលខ្ញុំចង់ស្អីរបស់នាងពេលនេះលេចច្រកលេងចិត្តហើយហ៎រឿងតែតបនាងមិនសូវជំនាញតែយើងជំនាញអូយនេះយើងគុំនឹងឯងយូរហើយថ្ងៃនេះយើងនឹងដាក់ឲ្យនាងឯងដឹងដែរម្ដងនេះគឺជាការបដាលើកទី1ឲ្យនាងបានដឹងថានាងធ្វើរឿងអាក្រក់មិនមែនតែបដាខ្វាក់ផ្លែទេច
ចំណែកនាងតែតាមខ្ញុំមានរឿងចង់និយាយជាមួយយាយដល់ដល់ពុករបស់យើងថ្មីអ្នកនាងហើយអ្នកនាងយ៉ាងមិនទៅហើយអ្នកនាង ចាំមកយើងអើយអ្នករំដងដែលខ្ញុំហៅនាងមកនិយាយនេះខ្ញុំមិនមែនមកបកស្រាយដើម្បីលំអកខ្លួនឯងទេហើយខ្ញុំក៏មិនចង់ឲ្យនាងមកយកច្រឡំលើខ្ញុំដូចគ្នារឿងដែលបានកាត់ឡើងខ្ញុំដឹងថានាងខុសចិត្តតែវាមិនមែនជាកំហុសរបស់ខ្ញុំទេចានាងមិនដែលខុសទេអស់អីនិយាយឲ្យមែនទេខ្ញុំនឹងបានទៅវិញខ្ញុំនិយាយអីពេលនេះក៏នាងមិនជឿដែរខ្ញុំសុំពេល3ថ្ងៃខ្ញុំនឹងបិសោតឲ្យនាងបានឃើញថាអ្នកណាជាអ្នកអាក្រក់ឲ្យប្រកាសខ្ញុំមិនខ្វល់ថាអ្នកណាល្អឬអាក្រក់ទេនាងមិនបាច់ពិសោធន៍អីទាំងអស់មិនថានាងល្អឬក៏អាក្រក់ក៏លោកបងលីងនៅតែស្រឡាញ់នាងស្រាប់ហើយនាងមិនចាំបាច់មានចិត្តអត់អំឲ្យខ្លួនឯងទេនាងកំពុងតែយកច្រឡំហើយនាងស្រឡាញ់លោកលីយូរហើយមិនក៏នាងមើលមិនដឹងថាលោកលីនេះស្រឡាញ់អ្នកណាឲ្យប្រកាសខ្ញុំសាពេល7ថ្ងៃទៀតមុននឹងខ្ញុំទៅក្រុងអង្គរនាងចង់ធ្វើអីក៏ធ្វើទៅ អ្នកនាងធ្វើបាបអ្នកនាងសេដាអំបញ្ញមិញនេះខ្ញុំខ្លាចតែមានរឿងធំទេអ្នកនាង តែខ្លាចធ្វើអីទៅខ្ញុំនឹងធ្វើឲ្យអ្នកគ្រប់គ្នាបានដឹងថានាងនោះពុះពត់ប៉ុណ្ណាខ្ញុំមិនឲ្យអ្នកណាមកលៀបពោះឲ្យខ្ញុំទេមានទៅក៏មានមក សូមជម្រាបថា Channel YouTube ចាស់របស់ក្រុមច័ន្ទរះថ្មីបានខូចនិងឈប់ប្រើប្រាស់ ដូច្នេះក្រុមប្រចាំថ្មីបានបង្កើត Channel YouTube ថ្មីសូមបងប្អូនជួយចុចជាវឬ Subscribe ក្នុង Channel ថ្មីនេះ ដើម្បីតាមដានវីដេអូថ្មីៗនិងមានឱកាសឈ្នះទឹកប្រាក់$10រៀងរាល់ចុងខែ អូលោកប្រុសឈុតជំរាបសួរលោកប្រុសឈុតមានអីដែរឬអត់បានជាមកពាំងផ្លូវខ្ញុំមានទេខ្ញុំគ្រាន់តែឆ្ងល់ថាលោកប្រុសគូគេទំនេរណាស់ទៅបានជាមួយថ្ងៃតាមតែពូនស្រីរបស់ខ្ញុំ លោកប្រុសឈុតចាប់អារម្មណ៍រឿងនេះដែររឿងដែលពាក់ព័ន្ធជាមួយនឹងពូនស្រីរបស់ខ្ញុំត្រូវតែចាប់អារម្មណ៍អញ្ចឹងហើយ ចាប់អារម្មណ៍ដល់ថ្នាក់ឲ្យគេទៅចាប់ពូនស្រីរបស់ខ្លួនឯងអញ្ចឹងមែនទេលោកប្រុសឈុតរឿងនេះខ្ញុំមិនបានធ្វើទេលោកកុំចិត្តតែនិយាយតែប្រាស់ចោវាមិនដែលសារភាពថាខ្លួនវាចោលទេណ៎ហើយចុះលោកចង់គិតអីគឺគិតទៅសំខាន់ខ្ញុំមិនបានធ្វើបាទអស់អីនិយាយហើយជប់សិនខ្ញុំត្រូវការប្រាក់ពីរំលឹកលោកអាចឲ្យខ្ញុំខ្ចីសិនបានទេប្រាក់ពីររំលឹងលោកយកទៅធ្វើអីខ្ញុំចាំបាច់ត្រូវប្រើសម្រាប់ថាលោកឲ្យខ្ញុំខ្ចីឬអត់ខ្ញុំអត់មិនបានទេលោកត្រាស់តែខ្ញុំដឹងថាលោកយកទៅធ្វើអីខ្ញុំលាសិនហើយលោកប្រុសឈុតណែ នាងផោទៅសឹបមើលទៅថាលោកប្រជជនយកប្រាក់ពីដំណឹងធ្វើអី ចាអ្នកនាង